và sự sẽ đến thằng ngọc này bênนี้chỉ bên đại của dương trời cả hơi ngàyนี้chúng mình bật điện thằng ngọc này ai bằng cả JSP โดยប្រើជាមួយនឹង Spring Framework MVC ជាធម្មតាពេលដែលយើងប្រើបង្កើត JSP project យើងអាចបង្កើត JSP form ហើយ user តែងតែអាច run នៅលើ JSP file នេះ direct តែម្ដងបាទទៀតខ្ញុំ run project បាទអ្នកទាំងអស់គ្នាឃើញថាវាអាច run ជាមួយកន្លែងនេះវានឹងបង្កប់វាថា index.jsp ចឹងណាបាទពេលដែលខ្ញុំ log in user ចូល password បាទនេះពួកយើងបានធ្វើពីវីដេអូមុនហើយខ្ញុំ log in ទៅបាទអ្នកទាំងអស់គ្នាឃើញទេបាទ path ទាំងអស់នេះត្រូវបាន run ដោយផ្ទាល់ជាមួយទៅនឹង file JSP file តែម្ដងយើងឃើញទាំង page យើងឃើញទាំង directory របស់វាបាទតែទោះបីជាយ៉ាងណាមិនមែនមានន័យថាវា unsecurity 100% នោះទេតែគ្រាន់តែថាវាមិនប្រសើរដែលយើងឲ្យ user request ទៅលើ file JSP យើងនឹងដោយផ្ទាល់តែសម្រាប់ JSP technology វាក៏មានភាពរឹងមាំដែរទិន្នន័យដែលបានបង្ហាញនេះវា convert ទៅជា HTML static HTML ហើយខ្ញុំជួយអ្នកទាំងអស់នេះមើលឃើញទេបាទកូដដែលយើងបានសរសេរលើកមុននេះគឺយើងបានប្រើ loop កន្លែងនេះគឺយើងបានប្រើ loop យក record ទាំងអស់ដែលយើងបាន select ហ្នឹងបាទឲ្យបោះចូលទៅកាន់ table របស់ HTML page ចឹងណាបាទតែវាបាន convert ហ្នឹងទៅជា static HTML ហើយបាទអញ្ចឹងទោះបីគេចង់ធ្វើអីក៏ពិបាកបន្តិចដែរតែអ្វីដែលយើងមិនសប្បាយចិត្តនោះគឺ user request លើ page នឹងដោយផ្ទាល់បាទតែសម្រាប់ពេលដែលយើងប្រើ framework វិញ copy ហ្នឹងបាទប្រើ framework វិញពេលដែល user request គឺមិន request ដោយផ្ទាល់ជាមួយទៅនឹង JSP page ហ្នឹងទេបាទខ្ញុំឧទាហរណ៍យ៉ាងសាមញ្ញជាសិនពីព្រោះកន្លែងនេះគឺពិបាកយល់ណាស់ពេលដែលយើងប្រើពេលដែលយើងប្រើ Framework MVC MVC គឺ model view controller បាទ model គឺ data view នឹងគឺយើង view UI នឹងឯងបាទ controller វាមានទូរទស្សន៍ត្រួតពិនិត្យរាល់ការ view ទាំងអស់ពេលដែល user request ឥឡូវខ្ញុំឧទាហរណ៍ក្រៅពីការបន្តិចថាពួកយើងបង្កើតជាហូបគុយទាវបាទយើងជាអតិថិជនញ៉ាំគុយទាវមានន័យថាយើងជា user ដែល request ចូលទៅកាន់ web page ហ្នឹងអញ្ចឹងពេលដែលយើងកំងគុយទាវឧទាហរណ៍ថាយើងកំងគុយទាវសាច់គោមួយចានយើងអត់បានទៅកំងទៅលើចុងភៅផ្ទាល់ទេយើងអត់ដឹងថាចុងភៅធ្វើអីខ្លះទេយើងកំងទៅលើ native order អញ្ចឹង native order ហ្នឹងគឺជា controller បាទអញ្ចឹង controller ហ្នឹងជាអ្នកនាំពាក្យរបស់យើងទៅកាន់ចុងភៅថាយើងត្រូវការអីហើយចុងភៅគេនឹងធ្វើអានហូបដែលយើងត្រូវការបញ្ជូនឲ្យយើងវិញអញ្ចឹងពេលយើងបានគុយទាវមួយចាននោះគឺយើងអត់ដឹងថាអ្នកណាជាអ្នកធ្វើឲ្យយើងទេអញ្ចឹងហ៎បាទយើងអត់ដឹងថាអ្នកណាជាអ្នកធ្វើឲ្យយើងទេចុងភៅមួយណាក៏យើងអត់ដឹងដែរតែបើសិនជាយើងឲ្យ user ចូលទៅកាន់ចុងភៅដោយខ្លួនឯងចូលទៅកាន់ផ្ទះបាយដោយខ្លួនឯងសួរថាតើវាសុវត្ថិភាពដែរទេបាទគាត់ដាក់ថ្នាំកដោនៅក្នុងទឹកស៊ុបតាបើគ្របទៅងាប់អស់មួយហាងអាហ្នឹងវាជាបញ្ហាបាទដូចគ្នាអញ្ចឹងបាទពួកយើងសង្កេតឃើញថាប្រសិនណាបើយើងប្រើត្រឹមតែ JSP ទេ user នឹងអាច access លើ page នេះដោយផ្ទាល់បានឃើញទេបាទពេលដែលខ្ញុំ run វិញហ្នឹងគឺគាត់ access លើ page នេះដោយផ្ទាល់បាទគាត់ស្គាល់ទីតាំងច្បាស់លាស់តែម្ដងតែបើយើងប្រើ JSP វិញបើយើងប្រើ framework វិញអត់ចឹងទេមានន័យច្រើនទៀតលើសពីអ្វីដែលខ្ញុំនិយាយតែបើសិនជាខ្ញុំនិយាយconcept MVC នឹងច្រើនពេកបាទពួកយើងស្ដាប់មិនយល់ទេខ្ញុំចង់ឲ្យអ្នកទាំងអស់នេះចេះប្រើវាសិនមុនពេលដែលយើងយល់ពី concept ច្បាស់លាស់បាទឥឡូវយើងបូកទៅកាន់បង្កើត project JSP ដែលប្រើ MVC framework ទៅបាទឥឡូវខ្ញុំ close project ចាស់ចេញបាទយើងបង្កើត project ថ្មីបាទយក Java web application បាទលេខឈ្មោះបាទយើងដាក់ទៅJSP
ជាឈ្មោះទេយើងដាក់ឈ្មោះបច្ចេកយើងឈ្មោះទៅណាបាទដេញមកបាទពេលនេះខ្ញុំធីកទៅលើ Spring MVC Framework បាទអានេះគឺជា Spring Framework version បាទអ្នកទាំងអស់នេះមិនត្រូវយក version 3.2.7 ទេពីព្រោះវា version នឹងទាបពេកបាទវាអត់ run ជាមួយទៅនឹង GDK version យើងលើឡើងដល់8.9ហើយបាទអញ្ចឹងចាស់អស់បំផុតក៏យក version 4នេះតែបំផុតណាបាទអានេះdeparture នេះបាទខ្ញុំនឹងបញ្ចូលបញ្ជាក់ទៅពេលក្រោយបាទយើងអាចថា file ទាំងអស់យើង mapping ជាមួយនឹង file HTML ឬក៏ ATM អញ្ចឹងទៅបាទយើងចូលអត់ HTML ទៅជាទូទៅវាតែជាប្រើណាបាទចុច finish មកបាទចឹងអ្នកទាំងអស់នេះសង្កេតមើលថាយើងដូចគ្នាចឹងយើងមាន file index.jsp បាទនេះជា file index.jsp របស់យើងនេះជាឧទាហរណ៍ទេបាទយើងលុបចោលនេះបាទតាមចិត្តជាថាថ្ងៃក្រោយយើងគូ form គូ button គូអីដែលខ្ញុំបានបង្រៀនពួកយើងពីមុននឹងឯងបាទតែពេលដែលខ្ញុំ run មកគឺខុសពីហ្នឹងអ្នកទាំងអស់នេះ run មើលកន្លែងនេះគឺមិនមែន index.jsp ទេគឺយើងឃើញ index.html បាទមិនមែនងាយតែប៉ុណ្្នឹងទេបាទយើងមានការងារច្រើនទៀតនឹងធ្វើលើវាតែនៅពេលនេះវិញយើងមិនអាច run ដោយផ្ទាល់ជាមួយនឹង index.jsp ទេឧទាហរណ៍ថាខ្ញុំមានអ្នកនឹង run ដោយផ្ទាល់ក៏យើង run មកបានដែរឧទាហរណ៍ថាយើងមិនអាច run យើងពិតជាមិនអាច run file នឹងដោយផ្ទាល់បានទេឃើញទេសូម្បីតែយើងខ្លួនឯងក៏យើងមិនអាច access file នឹងបានផងជាធម្មតាfile JSP ទាំងឡាយណាដែលស្ថិតនៅក្នុង folder web info នេះគឺយើងមិនអាច access បានទេតើវា access បានដោយវិធីណាខ្ញុំនឹងបង្រៀនពួកយើងនៅពេលបន្តិចទៀតនេះបាទតែនៅពេលវិញខ្ញុំចង់ឲ្យពួកយើង upgrade library របស់វាខ្ញុំមិនពេញចិត្តនឹងឲ្យពួកយើងប្រើ version 4.0 ទេបាទ last update វាសប្តាហ៍ថ្ងៃគឺឡើង version 4.3.6 បាទប្រសិនណាពួកយើងប្រើ version 4.0.1 នេះអាចពេលដែលខ្ញុំសេកូដមួយចំនួនពួកយើងសេតាមបានបាទតែឥឡូវយើងធ្វើយ៉ាងម៉េចដើម្បីអាច update Spring Framework នឹងឡើងទៅ last version ចុងក្រោយបាទខ្ញុំសូម delete បច្ចេកនេះចោលទៅបាទពីព្រោះយើងអត់ត្រូវការប្រើទេបាទអ្នកទាំងអស់នេះចូលទៅកាន់ website នេះបាទចូលទៅកាន់ link នេះបាទ link នេះខ្ញុំនឹងថតឲ្យអ្នកទាំងអស់នេះជាមួយនឹងវីដេអូខ្ញុំណាបាទពួកយើងចាំមើលនៅលើ status វីដេអូខ្ញុំទៅខ្ញុំនឹង share link ឲ្យពួកយើងដូចគ្នាណានៅក្នុង YouTube ក៏ដូចគ្នាដែរចូលទៅកាន់អ្នកទាំងអស់នេះអាច download យក last version ចុងក្រោយអញ្ចឹងណាបាទយកនេះមកណាបាទអូវាប៉ុណ្ណេះបាទតែខ្ញុំមិន download ទេខ្ញុំ download ហើយខ្ញុំ download ទុកហើយ Spring Framework version 3.4.3.6 បាទយើង play ហ្នឹងបានប៉ុណ្ណេះណាក្នុង library នេះបាទពួកយើង copy វាយកមកទាំងអស់មកតែពួកយើងនឹងមិនមាន file jar មួយទៀតទេគឺ common login បាទ common login នេះពួកយើងត្រូវ download ចេញពី website របស់ Apache មកណាបាទខ្ញុំក៏មាន link នឹងដូចគ្នាដែរបាទខ្ញុំនឹង share link នេះឲ្យទៅអ្នកទាំងអស់គ្នាបាទឲ្យអ្នកទាំងអស់គ្នាបាទ search ក្នុង Google ឲ្យមកតាមបាទយើងអាចទៅ download ជា last version របស់ common login មកវាយើងចុច download វាយកមកអញ្ចឹងនេះបាទ version ចុងក្រោយវាគឺ 1.2 ណាបាទតែខ្ញុំមិនចុច download ទេខ្ញុំតែខាត់ពេលសោះខ្ញុំ download ហើយអញ្ចឹងខ្ញុំបាន download common login ហើយនេះ common login នឹងហើយខ្ញុំ copy common login ហ្នឹងបាទយើងបំផាសដាក់ចូលទៅក្នុងSpring Framework library នេះបាទយើងទុកក្នុងហ្នឹងទាំងអស់ទៅអញ្ចឹងណាបាទអញ្ចឹងយើងអាចទៅបង្កើត library នេះក្នុង Java យើងបានJava មកចូលទៅក្នុង file ចូលទៅក្នុង library បើយើងអាចបង្កើត library ថ្មីអញ្ចឹងណាបាទ new libraries បាទដាក់ចូលមក Spring
ឈ្មោះនេះយើងដាក់ឈ្មោះទៅបាទយើងចុច add មកបាទហើយយើង add folder យើង add ប្រើទៅកាន់ directory មិញបាទយើងបានបលីហើយកុំភ្លេចណាពេលដែលអ្នកទាំងអស់គ្នា copy បញ្ចេញនឹងឲ្យមិត្តភ័ក្តិរបស់យើងដើម្បីបើកបញ្ចេញនឹងបានកុំភ្លេច copy library នេះទៅផងពីព្រោះខ្ញុំមិនបាន copy library នឹងដាក់ក្នុងបញ្ចេញដែលខ្ញុំបានបង្កើតទេបាទចាំប្រយ័ត្នណាបាទទៅវិញបាទយើងចុច add ចឹងហើយបាទចុច OK ណាចឹងពីនេះយើងអាចទៅបង្កើតបាទ Java web application បាទអ្នកទាំងអស់គ្នាដាក់ឈ្មោះបាទSpring MVC ណាចំណេញមកបាទពេលនេះយើងអាច tick ទៅលើSpring Web MVC បានណាបាទពេលនេះយើងនឹងចេញមកឃើញទេបាទចេញ version ដែលយើងបានដាក់មិញណាlike configuration file នេះបាទនេះ patcher នេះបាទពួកយើងអាចដូរឈ្មោះបានតាមចិត្តបាទតែពួកយើងក៏មិនគួរណាដូរឈ្មោះ copy នេះ patcher ទេយើងអាចដាក់ឈ្មោះ copy នេះបាទតែយើងអាចថែមពាក្យឲ្យពាក្យថា Spring ពាក្យអីហ្នឹងបាទតាមចិត្តណាឥឡូវខ្ញុំដាក់ HTML ទៅក្រោយទៅបាទជិត finish បាទអញ្ចឹងនៅពេលនេះវា run ជាមួយនឹង file library យើងគឺ version 4.3.6 បាទពេញហើយណាបាទ run ទៅយើងដំណើរការបានដូចគ្នាអញ្ចឹងបាទដំណើរការបានដូចគ្នាបាទតែខ្ញុំសូមបញ្យល់ថាពេលដែលយើង run ហ្នឹងអ្វីគេ run មុនអ្វីដែល run មុនគឺ departure servlet នេះអញ្ចឹងណាបាទទាំងអស់នេះគឺជា control ដែលវាបង្កើត index.html នេះវាបង្កើតគេហៅថា view ជាបង្កើត view ជាមួយនឹង default controller បាទកូដត្រឹមប៉ុណ្ណេះគឺវាចាប់ផ្ដើមទៅប្រើទៅយក file JSP ទាំងអស់ដែលស្ថិតនៅក្នុងទីតាំង web info នេះយកចេញមកក្រៅអញ្ចឹងណាបាទអញ្ចឹងពេលដែលយើងប្រើត្រឹមតែ index ទេចេះវានឹងយល់ថា index.jsp ដែលស្ថិតនៅក្នុង directory webinfo.webinfo/jsp អញ្ចឹងណាបាទហើយយើងក៏បានលើកឈ្មោះយើងក៏បានលើកឈ្មោះថា index.html នៅកន្លែងនេះយើងអាចផ្លាស់ប្ដូរឈ្មោះបានតាមចិត្តដែលយើងចង់បានឧទាហរណ៍ពីថា welcome ណាបាទ welcome.html ណាបាទតែកន្លែង redirect នេះដំបូងវា user request មកដាក់ពី index ណាបាទដាក់ពីថា welcome នេះគ្នាខ្ញុំរ៉ាត់មកអ្នកទាំងអស់គ្នានឹងឃើញបាទឃើញពាក្យថា welcome.html ណាបាទតែទីពិតfile ដែលវា run ជាមួយនឹង file JSP មិនមែន welcome.html ទេគឺពាក្យថា index.jsp ទេបាទតែគ្រាន់តែថាយើងចាប់ផ្ដើមពេលដែល user request link នឹងមកបាទវាចូលមកកាន់ controller នេះបាទគេហៅថា front controller បាទ front controller បានមកបង្កើត view របៀបនេះបាទយើងឲ្យដាក់ slash តទៀតចឹងបាទ my page slash ចឹងទៅនៅពេលដែលយើង run មកបាទ run អានេះគឺឡើងណាបាទបើយើងដាក់ត្រឹមតែប៉ុណ្្នឹង run ទៅវាលែងស្គាល់ file ហ្នឹងអញ្ចឹងណាបាទ run លែងស្គាល់ file ហ្នឹងផាកនេះដែរអញ្ចឹងឃើញទេស្គាល់ចាំបើ user គេមើលឃើញត្រឹមតែ file ជាមាន file មួយឈ្មោះថា welcome.html ដែលស្ថិតក្នុង directory my page បាទនៅក្នុងបច្ចេកយើងមានទេក្នុងបច្ចេកយើងអត់មានទេណាបាទក្នុងបច្ចេកយើងអត់មានទេអញ្ចឹងបើគេខំ hack ទៅបង្កើត folder តាម folder ហ្នឹងគឺងាប់រស់បាត់ហើយពីព្រោះយើងពិតជាគ្មានទីតាំងដែលត្រូវបានសូមទេណាយើងពិតជាមានទីតាំងដែលត្រូវបានសូមទេខ្ញុំនឹងបញ្យល់ពួកយើង detail នៅវីដេអូក្រោយបាទតែគ្រាន់ថ្ងៃនេះខ្ញុំចង់ឲ្យពួកយើងចេះបង្កើតវាបន្តិចបន្តួចសិនអញ្ចឹងណាជាធម្មតាយើងមិនដែលប្រើ default controller ទេបាទពីព្រោះប្រសិនណាបើយើងប្រើជាមួយនឹង default controller វាចំណេញបានតែមួយបានត្រឹមតែ mapping មួយទេបាទ mapping URL នេះមួយយើង mapping URL ហ្នឹងវាមានន័យថាយើងគ្រាន់តែកែច្នៃ
link បិទប្រកបរបស់យើងណាដោយសារតែយើង access ទៅលើ index.jsp នេះវាបានអានោះវាដូចជា capture asset អញ្ចឹងបាទយើង access ដោយប្រយោលណាបាទយើង access ដោយប្រយោលអញ្ចឹងបើយើងប្រើ default controller វាគឺអត់សូវចំណេញទេតែជាធម្មតាគឺយើងតែងតែបង្កើត controller ដោយខ្លួនឯងអញ្ចឹងណាបាទយើងតែងតែបង្កើត controller ដោយខ្លួនឯងកន្លែងនៅក្នុង web នេះមួយក៏ខ្ញុំចង់បញ្ជាក់ប្រាប់ពួកយើងដែរថាពេលដែលវា run ដំបូងមកវាចាប់តាមdeclare ណាបាទ declare វាដូចតែគ្រប់បែបយ៉ាង declare វាយល់ពី dispatcher មកអញ្ចឹងណាបាទជាមួយ dispatcher យើងមិញហ្នឹងអញ្ចឹងបើយើងដាក់ឲ្យតែជាមួយថា dispatcher អញ្ចឹងដូចខាតគឺវានឹងបង្កើត dispatcher serial.html ជាកន្លែងបាទហើយបើយើងដាក់ផ្កាយ .html មានន័យថា page ដែល view គ្រប់បែបយ៉ាងត្រូវសូដោយដាក់ឈ្មោះពាក្យថា HTML ទាំងអស់បើយើងសូដោយដាក់ឈ្មោះ copy HTML គឺវាស្គាល់ទេបាទខ្ញុំឧទាហរណ៍តែកន្លែងនេះយើងឆ្នៃបែបមកឆ្នៃទៅយើងចង់ដូរឈ្មោះផ្សេងយើងដូរឈ្មោះដាក់ថាextension boot អីចឹងទៅបាទអត់ស្គាល់ទេណាបាទអត់ស្គាល់ទេអញ្ចឹងណាខ្ញុំរំសាយបាទអត់ស្គាល់ទេបាទអញ្ចឹងដើម្បីឲ្យវាស្គាល់គ្រប់បែបយ៉ាងបាទអ្នកទាំងអស់គ្នាគ្រាន់មក configure កន្លែងនេះបន្តិចបាទពួកយើងកុំដាក់ផ្កាយ .html ចឹងពួកយើងប្រើ slash ចឹងណាបាទខ្ញុំប្រើ slash ចឹងដាក់អីក៏បានអត់បាទ save ជិះទៅបាទខ្ញុំមក refresh នៅកន្លែងនេះបាទឃើញយើងដាក់ extension អីក៏បាន GPU បាទ GPU អាហ្នឹងហើយដែលយើងតែឃើញ page របស់គេមួយចំនួនគេមិនមាននឹង extension ផងចឹងអត់ dispatcher កន្លែងនេះទីហៅថាខ្ញុំមិនដាក់ extension ខ្ញុំដាក់ extension ពីថាតែ welcome ចឹងណាបាទចឹងក៏ redirect នេះ run file មុនដំបូងបាទយើងចុច run បញ្ចេញយើងបាទ file ហ្នឹង run បានដោយសារតែ file redirect JSP នេះវាស្ថិតនៅខាងក្រៅ directory web info បាទអញ្ចឹងយើងអាច run file នេះដោយផ្ទាល់បានអញ្ចឹងណាពីដែល run នឹងដោយផ្ទាល់វានឹងទៅហៅ view welcome ខ្ញុំមកប្រើបាទ view welcome ខ្ញុំមកប្រើនឹង controller នឹងដឹងថា view welcome នេះគឺត្រូវការទៅហៅ index.jsp នេះមកប្រើណាជិះពីដែលយើង run ទៅវានឹងកើតបាទឃើញទេអត់ទៅមាន .html អីផងអញ្ចឹងអត់បាទឥឡូវខ្ញុំចង់កែថាមិនឲ្យវា run ជាមួយទៅនឹង default controller ទេជាទូទៅគេប្រើ Spring framework ដល់ PC គេតែបង្កើត controller នៅក្នុងឯងអញ្ចឹងដែរចឹងខ្ញុំតែបង្កើត controller មួយបាទខ្ញុំដាក់ package វាថាម៉ៃខ្ញុំដាក់ថាបង្កើត Java class មួយមកដាក់ថាម៉ៃ class ចឹងដើម្បីឲ្យ class នេះជា class controller បាទយើងចាំបាច់ត្រូវ extend ជាមួយទៅនឹង abstract controller ស្បែកណា abstract controller abstract controller ដៃបាទយើងឃើញ abstract controller មានដល់ទៅ2បាទតែជ្រើសរើសយកត្រូវជ្រើសរើសយក controller abstract controller ដែលស្ថិតនៅក្នុង package នៃ web ណាបាទខ្ញុំយកលើបាទយកក្រោមអូខេបាទវាតម្រូវឲ្យយើង override នៅវាសតមួយគឺ handle បាទ handle request internal បាទអញ្ចឹងយើង control select នេះមកថា handle request internal ណាបាទខ្ញុំទៅបង្កើត model and view model and view
dương cầm nọt thả view nóត្រូវការ view ទៅលើ file JSP ឈ្មោះអីចឹងហ៎បាទអញ្ចឹងខ្ញុំត្រូវការ view ទៅលើ file JSP ដែលមានឈ្មោះថា index.jsp អញ្ចឹងកន្លែងនេះយើងអត់ចាំបាច់ដាក់បញ្ជាក់ផាតថា index.jsp ហ្នឹងស្ថិតនៅក្នុង directory JSP ទេបាទមូលហេតុដោយសារតែនៅក្នុង departure servlet នេះយើងបានមកកំណត់ហើយបាទយើងបានមកកំណត់ហើយថាគ្រប់ file ទាំងអស់ដែលស្ថិតនៅក្នុងweb info ដែលស្ថិតក្នុង directory JSP នេះបាទដែលមាន extension .jsp អញ្ចឹងបាទអញ្ចឹងគ្រប់ file ទាំងអស់នោះគឺវាស្គាល់ហើយបាទគឺវាស្គាល់អញ្ចឹងមកដល់កន្លែង controller នេះយើងគ្រាន់តែដាក់ពាក្យថា index តែប៉ុណ្ណោះបាទ index ហ្នឹងគឺសំដៅទៅលើ index.jsp ដែលស្ថិតនៅក្នុង directory JSP នៃ web info អញ្ចឹងណាបាទអញ្ចឹងខ្ញុំនិយាយថាអូខេជាងពេលនេះគឺខ្ញុំបានបង្កើត controller មួយដែលមានឈ្មោះថា my controller បាទអញ្ចឹងយើងដាច់ខាតត្រូវទៅ configure នៅក្នុង dispatcher servlet បាទយើងមិនត្រូវការ default controller ទេបាទអញ្ចឹងខ្ញុំបិទវាចេញទៅយើងអាច delete ក៏បានឬយើងបិទវាចេញក៏បានអញ្ចឹងណាបាទហើយយើងក៏មិនត្រូវការឲ្យវា naming ជាមួយទៅនឹង default controller ទេដែរចឹងនៅពេលនេះគឺយើងអាចបង្កើតបាទអានេះក៏ដូចគ្នាដែរក៏យើងអត់ត្រូវការដែរណាឥឡូវយើងទៅបង្កើត configure bin មួយមកដាក់មក bin ID ស្មើទៅនឹង handler mapping ចឹងណា class ស្មើនឹង slot បាទ class នេះស្អាតត្រូវដូចគេសេអញ្ចឹងណាបាទ class នេះវា mapping ជាមួយទៅនឹង default controller អញ្ចឹងយើងអត់ប្រើណាបាទយើងប្រើទេបាទយើងសេអានឹងនៅក្នុង string អត់ចេញមកខ្ញុំខ្លាចសេខុសអញ្ចឹងពួកយើងសេមកក្រៅទីវិញណាសេក្រៅបាទ class នៅក្នុង spring frameworks បាទ .web បាទ .servlet បាទ handler បាទ bin name url handler បាទខ្លះហ្នឹងណាចឹងណាបាទចាំបើសិនយើងសេនៅកន្លែងនេះក្នុង string យើងដាក់ទៅអត់ចេញយើងខ្ញុំអារម្មណ៍ថាយើងសេអាខុសចឹងណាបាទឥឡូវខ្ញុំចាប់ផ្ដើមបង្កើត view bin name ស្មើបាទដាក់ពាក្យថា welcome .html ចឹងណាបាទទៅមួយខ្លះណាហើយវា run ជាមួយនឹង controller បាទ controller របស់យើងនេះចឹងណាបាទអញ្ចឹងដាក់ package វាត្រូវមកវាយើងបញ្ជាក់ថាខ្លះយើងស្ថិតក្នុង package ណាបាទខ្លះ name យើងឈ្មោះអីចឹងណាបាទអញ្ចឹងនៅពេលនេះយើងបានបង្កើត view ថ្មីមួយឈ្មោះថា welcome.html អញ្ចឹង view ថ្មីនេះវានឹងស្គាល់ថាទៅ controller មួយណាអញ្ចឹងណាបាទទៅ controller មួយណាអញ្ចឹងទៅ controller វារត់មកកាន់ controller អញ្ចឹង controller នេះវានឹងដឹងថាតើត្រូវយក file មួយណាយកមក view គឺជា file index.html អញ្ចឹងនៅពេលដែល user request welcome.html បាទខ្ញុំដាក់ទៅបាទអត់ស្គាល់ផ្លែមានខុសនៅតាណាមួយបាទHTML ខ្ញុំសេខុស HTML
return not NTML. Bởi chạy mà sẽ không tận á bà mình cứ click press là nó tận này nè và lại ném mình đại khát cái dương từ press là nè và click press là chẳng man ra tập biệt rồi và chẳng những press là nó tận này rồi và vì lại chẳng nghe chẳng được biến đi cứ dương ai bằng cảm chủ bạn chủ chạy chẳng nghe thì họ thà định vào dương xét luôn ai nhúc lại hay là dương bằng cả rồi đâu vì đi chừng làm tới vì đi chậm đạp bên này cả bạn cái này những cái này dù dừng mà những dương trong đã chừng ấy các bạn ấy tam chất cho nên những đã trong ta welcome các bạn nè và ta complain nhé press là cái này để được cho mình dan ada apa lain di saat ada lain reader lain banyak nonton makhluk itu macam kayaknya và này và reader nè lúc anh chào tới vì thì những làm tới viên mà làm viên đang chui vay à bị đang ở dưới này xoay một quanh và chính cái này thì ta processរបស់ Spring Framework OPC នឹងពីថាបែបមិនចឹងណាបាទខ្ញុំបញ្ចូល structure ទូទៅរបស់ project មើលបន្តិចនិយាយពី flow diagram បាទuser បាន request មកទៀតហើយ user មិញគាត់វាយបាទវាយ UI មកចឹងណាបាទវាយ UI request មកចឹងវាយ UI នឹង request មកកាន់ server តែវាត្រូវឆ្លងកាត់ departure servlet ចឹងហ៎វាត្រូវឆ្លងកាត់ departure servlet ដូចគ្នាមិញចឹងពេលដែលproject យើង run ដំបូងគឺវាត្រូវដំណើរការ departure servlet ណាដំណើរការ departure servlet នេះបាន request ទៅកាន់ handle mapping ចឹងហ៎បាទចង់ដឹងថាតើយើងមាន controller ដែរឬអត់បាទកន្លែងហ្នឹងដែលបញ្ជាក់ថាតើយើងមាន control តើយើងមាន class controller ឬក៏អត់ចឹង class controller នេះក្នុងករណីដែលយើងមាន class controller ទេវានឹងចេញពាក្យថាអត់ស្គាល់ page ហ្នឹងហើយបាទចឹងកន្លែងហ្នឹងhandle mapping ហ្នឹងបាន return class controller ដែលយើងបានបង្កើតឲ្យយើងមិនហ្នឹងឯង return class controller ហ្នឹងបាទអញ្ចឹងវានឹងរត់ទៅកាន់ class controller ដែលយើងបានកំណត់វិញអញ្ចឹងហើយបាទវា request ទៅកាន់ class controller ដែលយើងបានកំណត់អញ្ចឹងវាចាប់តាម process បាទរត់មកកាន់ class controller ដែលយើងបានបង្កើតវិញអញ្ចឹង class controller នេះបានបង្កើតបញ្ជូរអញ្ចឹងណាបាទបាន link ទៅចាប់file JSP របស់យើងកន្លែងហ្នឹងវាមិនបាន link ត្រឹមតែប៉ុណ្្នឹងទេ class controller របស់យើងនៅថ្ងៃក្រោយនេះយើងបានត្រឹមតែ mapping ទិន្នន័យបានទាំង auto binding មានន័យថាវាបានទិន្នន័យឲ្យយើងវាបានបង្កើតទិន្នន័យឲ្យយើងដោយយើងមិនចាំបាច់សេកូដដែលយើងមិនចាំបាច់ដល់ថ្នាក់ hard coding ក្នុងការសេកូដនេះបាទការងារកន្លែងនៅក្នុង class controller ហ្នឹងទីទៀតមានច្រើនអញ្ចឹងណាបាទចឹង class controller ហ្នឹងបញ្ជូន request មកកាន់ view resolver បាទបង្កើតបញ្ជូនហើយវាក៏បង្កើតបញ្ជូនទៅបញ្ជូនបាទវានឹងដឹងថាfile JSP ដែលយើងបានកំណត់ហ្នឹងនៅឯណាអញ្ចឹងឯងបាទអញ្ចឹងយើង set index វិញវានឹងដឹងថា index នេះប្រកាសជាស្ថិតនៅក្នុង directory web info directory JSP ហើយ file ហ្នឹងវាឈ្មោះ JSP អញ្ចឹងឯងបាទហើយវាមកបង្កើត view អញ្ចឹងឯងបាទ model ហ្នឹងមកហើយព្រោះមិញហ្នឹងវានឹង return model មកមួយមែនអត់បាទ return model មកមួយនៅក្នុង class យើងមិញហ្នឹងបាទ return model ហ្នឹងវានឹងខាច់ទុកនៅ file JSP page យើងអញ្ចឹងណាបាទ JSP page បាទវា respond ឲ្យទៅ departure servlet វិញអញ្ចឹងណាបាទ
respond ឲ្យ dispatcher server ចឹងវាមាន respond ឲ្យ dispatcher servlet ដោយយើងដាក់ឈ្មោះបែបនេះចឹងហើយបាទអញ្ចឹងនៅពេលដែល user លេងចូលមកកាន់ឈ្មោះហ្នឹងមកអញ្ចឹងវានឹងយល់ថាឈ្មោះហ្នឹងគឺតំណាងឲ្យ file index.jsp អូខេបាទនេះជាដំណើរការដែលវាធ្វើការណាវាធ្វើការអញ្ចឹងកន្លែងនេះគឺយើងអាចដូចជួយយើងតាមទឹកចិត្តចឹងណាបាទស្លាស់ចឹងបាទតាមចិត្តតាមណែរបស់យើងបាទទៅស៊ីបាទមកបាទចឹងអា welcome នេះវាឡើងស្គាល់ហើយដល់ផានបែបនេះគឺវាស្គាល់ហើយចឹងបាទចុច enter មកឃើញទេបាទចឹងនៅពេលចុច enter វាដើរដូចមិនចឹងវា request មុនគេទៅ request ទៅកាន់dispatcher servlet បាទ dispatcher servlet វានឹង request ទៅកាន់ handle mapping បាទ handle mapping ហ្នឹងវានឹងទៅ search មើលថាតើយើងមាន control class controller ឬក៏អត់បាទចូលទៅកាន់ class controller បានបង្កើត model view ឲ្យយើងបាទដល់ទៅចាប់យក file ដែលយើងចង់ view បាទហើយ return មកឲ្យ controller អញ្ចឹង controller បញ្ជូន file view នោះមកឲ្យកាន់ dispatcher បាទអញ្ចឹង dispatcher បានមក set name បាទ name view ដែលយើងត្រូវការ view ហ្នឹងឲ្យទៅកាន់client វិញបាទអញ្ចឹងយើងគិតមើលថា client ពិតជាអត់ដឹងអីទាំងអស់ពេលដែលគាត់ process ចូលមកបាទដូចខ្ញុំបាននិយាយរឿងកាទៀវ Passeco មកអញ្ចឹងបាទយើងអតិថិជនគាត់កំពុងទិញកាទៀវ Passeco គាត់អត់ដឹងថាចំភៅណាជាអ្នកធ្វើទេអញ្ចឹងហើយបាទហើយគាត់ក៏មិនដឹងថាគេដាក់ស្អីក្នុងនោះខ្លះដែរជារូបមន្តនោះបាទគាត់ដឹងថាកាទៀវតែម្ចាស់របស់គាត់ទេអញ្ចឹងហើយដោយសារគាត់មិនអាច access ដោយផ្ទាល់ទៅលើ page នេះបានជាធម្មតាអានេះគឺ basic ដំបូងទេបើយើងធ្វើរបៀបនេះបើយើងបង្កើត controller របៀបនេះនោះនៅមានបញ្ហាមួយសម្រាប់ពួកយើងប្រសិនណាបើខ្ញុំមាន5 page អ្នកទាំងអស់គ្នាត្រូវតែបង្កើត class controller នេះ5ដងបង្កើត class នេះឲ្យបាន5 class ពីព្រោះយើងបង្កើត class ណាមួយយើងអាច override បានតែមួយវាសតទេគឺ handle request internal អញ្ចឹងឧទាហរណ៍ថាខ្ញុំមាន class មួយផ្សេងខ្ញុំមាន file JSP មួយផ្សេងទៀតមាន view មួយផ្សេងទៀតអញ្ចឹងខ្ញុំដាច់ខាតត្រូវទៅបង្កើត controller មួយទៀតឧទាហរណ៍ថាខ្ញុំបានមាន file JSP មួយទៀតអញ្ចឹងJSP អញ្ចឹងបាទ file display.jsp នេះយើងអត់មានលទ្ធភាពអាចដាក់ run បានទេយើងមិនអាច run file នឹងផ្ទាល់បានទេគឺស្គាល់ទេសម្រាប់យើងខ្លួនឯងក៏យើង run អត់ស្គាល់ដែរអញ្ចឹងដើម្បីយើងអាចឲ្យ run file នឹងបានដាច់ខាតគឺយើងត្រូវបង្កើត controller សម្រាប់ file display.jsp អញ្ចឹងវានឹងហត់ហើយបាទពេលក្រោយខ្ញុំនឹងបង្រៀនអ្នកទាំងអស់នេះឲ្យយើងអាចបង្កើត class controller តែមួយតែយើងអាចគ្រប់គ្រងទៅលើ page បានច្រើនបាទទៅគ្រប់គ្រងទៅលើ page បានច្រើនវាស្រួលដែលយើងមិនចាំបាច់ទៅបង្កើត class controller ច្រើនអញ្ចឹងណាបាទអូខេជួបគ្នានៅវីដេអូក្រោយបាទសំណាងល្អពួកយើង